ដួលហើយត្រូវក្រោកកូនជាទីស្រឡាញ់ផ្លូវនៃដំណើរជីវិតនោះមិនមែនសុទ្ធតែរាបស្មើទៅទាំងអស់នោះទេជីវិតមានឡើងមានចុះមានសុខមានទុក្ខជាគូនឹងគ្នារហូតទៅដោយចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គប្រសិនបើកូនធ្វើការងារអ្វីមួយដែលកូនបានគិតសពគ្រប់ហើយថាជាការងារល្អត្រឹមត្រូវជាការងារដែលនាំឲ្យកូនរីកចម្រើនទៅមុខបានប៉ុន្តែកាលបើធ្វើទៅការងារនោះបែរជាត្រូវរាំងស្ទះមិនប្រព្រឹត្តទៅតាមដូចតែបានគិតទុកទេពលគឺមានឧបសគ្គកូនត្រូវពុះពៀនៅឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយការអត់ធន់និងព្យាយាមកុំស្លន់ស្លោត្រូវចាត់ចែងដោះស្រាយឲ្យស្រួលបួលកុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះសភាវៈដែលសំខាន់ជាទីបំផុតនៅពេលដែលកូនជួបបញ្ហាជាឧបសគ្គក្នុងជីវិតនោះគឺកម្លាំងចិត្តចូលកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះបើការងារឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយកុំតែកម្លាំងចិត្តធ្លាក់ចុះទៅតាមវាមិនជាអ្វីឡើយកូនត្រូវថែរក្សាចិត្តផ្គងចិត្តឲ្យបានល្អត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាតដូចពាក្យពោលថាដួលហើយត្រូវក្រោកបានសេចក្តីថាការផ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតមានតែអ្នកដែលក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះដែលអាចទៅដល់គោលដៅបានយ៉ាងណាមិញបើកូនមានការខកចិត្តព្រោះជួបនៅវិបត្តិអ្វីមួយកូនត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹងទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបានហើយព្យាយាមតស៊ូជាបន្តដើម្បីឲ្យបាននូវសេចក្តីសម្រេចសមតាមប្រាថ្នាក៏យ៉ាងនោះដែរកូនសម្លាញ់ត្រូវដឹងថាការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹមដែលមានក្នុងចិត្តកូនផងពិតមែនហើយថាការសង្ឃឹមវានាំឲ្យមានកម្លាំងចិត្តប៉ុន្តែវាក៏នាំឲ្យមានការខកចិត្តផងដែរព្រោះតែមិនបានសម្រេចដោយប្រាថ្នាដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឲ្យកើតឡើងនៅកុសលឆន្ទៈគឺការពេញចិត្តក្នុងអំពើល្អប្រឆាចទោសកុសលឆន្ទៈនាំកូនឲ្យបានសុខចិត្តក្នុងការងារដែលកំពុងធ្វើព្រោះកូនគិតថាធ្វើការឲ្យអ្នកដទៃបានសុខម្ល៉េះហើយកូនរីករាយនឹងការងារដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយបើផលបានសម្រេចក៏សម្រេចដោយប្រឆាចទោសតែបើមិនសម្រេចទេក៏មិនខកចិត្តដែរគឺកូនសប្បាយចិត្តនឹងធ្វើអ្វីជាបន្តទៀតនិងសប្បាយចិត្តក្នុងការងារដែលប្រឆាចទោសនោះដូចពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផងមានកម្លាំងចិត្តធ្វើបន្តផងបានទទួលនៅសេចក្តីសុខចិត្តទាន់ពេលដែលកូនកំពុងធ្វើការនោះឯង